ទឹកក្នុងខ្សែទឹកក្នុងភូមិខ្ញុំថែមហើយថែមបងប្អូននៅចាំការប្រកួតនេះបានទេបាទនេះគឺជាការប្រកួតរវាងបាទខ្សែទឹកខាងក្នុងបាទគឺជាទូកដែលមានឯកសណ្ឋានពណ៌សមួយកណាត់មុខនោះហើយលេខក្រហមកណាត់ក្រោយនេះគឺជាទូកដែលមានឈ្មោះថាឧត្តមទួល3បារមីពិជ័យចេស្តាបាទទូកនេះគឺអញ្ជើញមកពីវត្តព្រំឧត្តមទួល3បាទឃុំរាយប៉ាយបាទស្រុកកងមាសបាទខេត្តកំពង់ចាមបាទទូកនេះគឺអញ្ជើញមកពីស្រុកកងមាសបាទខេត្តកំពង់ចាមចំណែកឯខ្សែទឹកខាងក្រៅដែលមានឯកសណ្ឋានពណ៌ទឹកប៊ិចនោះបាទគឺជាទូកដែលមានឈ្មោះថាភូមិខ្សំសុកសានសែនជ័យសេរីសិទ្ធីបាទទូកនេះគឺអញ្ជើញមកពីវត្តបាទខ្សំបាទឃុំប្រទេសដែកស្រុកគៀនស្វាយខេត្តកណ្ដាលបាទអ្នកបាទខេត្តកណ្ដាលជាមួយនឹងកំពង់ចាមបាទលើខ្សែទឹកខាងក្រៅបាទហាក់ដូចជាមានប្រៀបជាងខ្សែទឹកខាងក្នុងបន្តិចប៉ុន្តែទូកនេះប្រហែលជាចាញ់ឈ្នះអត់ច្រើនទេបាទទូកដែលមានលបឿនប្រហាក់ប្រហែលគ្នានេះគឺបាទចាញ់ឈ្នះទីទួចបាទចិត្តមកដល់ទីព្រាត់បាទភូមិខ្សំសុកសានសែនជ័យសេរីសិទ្ធីបាទទទួលជ័យជំនះបាទប្រហែលពាក់កណ្ដាលទូកបាទក្នុងជើងទី1បាទចូលមកដល់ជើងទី2បាទផ្លាស់ប្ដូរខ្សែទឹកបាទអ្នកកំពង់ចាមបាទផ្លាស់ទៅនៅខ្សែទឹកខាងក្រៅគឺឧត្តមទួល3បារមីពិជ័យចេស្តាបាទចំណែកឯភូមិខ្សំសុកសានសែនជ័យសេរីសិទ្ធីបាទផ្លាស់មកនៅខាងក្នុងវិញបាទចាំមើលដល់ជើងទី2នេះបាទបើសិនជាទូកលបឿនប្រហាក់ប្រហែលគ្នានឹងប្រហែលជាអាចមកជើងម្នាក់តែបន្ថែមលបឿនហើយបាទលើខ្សែទឹកខាងក្រៅហាក់ដូចជាមានប្រៀបបាទរៀងខ្លាំងជាងដែរតែអត់ទាន់ដល់ទីទេបាទនៅប្រហែលជា100ម៉ែត្រជាងទៀតបាទភូមិខ្សំសុកសានសែនជ័យបាទឆ្នាំនេះដៃគូដៃកង់ហើយបោះបាទខាងបឹងក្រុមតែអត់ជួបគ្នាឆ្នាំ2025បាទឥឡូវចិត្តមកដល់ទីព្រាត់តន់ឬក៏មិនតន់ប៉ុន្តែបើចាញ់ក៏ចាញ់តិចដែរបាទចូលមកដល់ទីព្រាត់បាទឧត្តមទួល3បារមីពិជ័យចេស្តាបាទឈ្នះបាទខ្សែទឹកខាងក្នុង